យាយរបស់ខ្ញុំបាទលោកយាយឈ្មោះពួនហុនកាលសកម្មភាពគាត់មិនចេះទំនេរបាទលោកយាយហ៊ុនហុនគឺជាលោកយាយដែលតែងតែឈឺឆ្អាលរឿងរ៉ាវដល់កូនចៅជាពិសេសឲ្យកូនចៅនឹងយកចិត្តទុកដាក់ទៅលើការរៀនសូត្រហើយលោកយាយក៏តែងតែរៀនបដៅចៅទាំងអស់តែចៅមួយចំនួនក៏បានធ្វើតាមពាក្យសម្ដីដែលលោកយាយបានណែនាំឬអាចចៅកូនមួយចំនួនក៏មិនបានធ្វើការណែនាំដែរលោកយាយគឺជាអ្នកដែលឧស្សាហ៍ព្យាយាមបាទហើយគាត់ឧស្សាហ៍ណាស់គាត់អត់ចេះទំនេរទេតែជាអកុសលលោកយាយបានចែកឋានទៅហើយគឺនៅក្នុងបរិបទកូវីដឆ្នាំ2021ខែ11ខ្ញុំពិតជានឹកចំណោះសោកស្ដាយជាសង្វេគក៏ប៉ុន្តែធ្វើម៉េចវាជាអនត្តាធម៌វាតែងតែកើតចាស់ឈឺស្លាប់ជារឿងធម្មតាប៉ុន្តែគាត់បានបន្សល់នៅបទពិសោធន៍ជីវិតជាច្រើនសម្រាប់កូនចៅទាំងអស់បាទពីចុងក្រោយសូមគុណបុណ្យទាំងឡាយដែលខ្ញុំបាទក្រុមគ្រួសារព្រមទាំងកូនចៅបានធ្វើសូមឧទ្ទិសកុសលដល់លោកយាយហ៊ុនហុនសូមឲ្យលោកយាយបានទៅកាន់